លោកបរទេសណាដែលមកលះបង់ដើម្បីខ្មែរនោះឈ្មោះអីនិយាយចឹងត្រូវព្រះអង្គប្រកាន់ពុទ្ធសាសនាស្រុកខ្មែរឥឡូវហ្នឹងអ្នកខ្លះគេយល់ថាអ្នកបួសស្រុកខ្មែរហ្នឹងវាអត់សិលបរិសុទ្ធទេតំណមយកប្រសងបរទេសមកសំបីតកាត់ថិននៅស្រុកខ្មែរនៅវត្តជនបទមួយក៏ទៅមុនប្រសងបរទេសយកមកទេសនាមិនចេះខ្មាស់គេអ្នកប្រាជ្ញអ្នកចេះដឹងពេញប្រទេសមិនលើកដំកើងទៅឲ្យតម្លៃអ្នកដទៃนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะខ្ញុំព្រះអង្គសូមលំអត់លំអោននមស្ការចំពោះព្រះភគវន្តមុនីសម្មាសម្ពុទ្ធដ៏មានព្រះភិក្ខអង្គនោះមួយអន្លើដោយព្រះធម៌និងព្រះអរិយសង្ឃដោយសេចក្តីគោរពជ្រះថ្លាដល់ក្រៃលែងសូមក្រាបថ្វាយបង្គំព្រះករុណាជាម្ចាស់គ្រប់ព្រះអង្គព្រះមន្ត្រីសង្ឃខេត្តបាត់ដំបងនិងបកូនណាម្ចាស់ដែលនិមន្តមកពីខេត្តទីតីដោយសេចក្តីគោរពជ្រះថ្លាសូមចម្រើនពរលោកជំទាវខៀវស៊ីណាជាចន្ទោលោកជំទាវសែមនឿនសុខុនឯកឧត្តមអស់លោកស្រីទាំងអស់ញាតិញោមពុទ្ធបរិស័ទនៃខេត្តបាត់ដំបងជាទីស្រឡាញ់ថ្ងៃហ្នឹងគឺជាបុណ្យដែលត្រូវបូជាប្រសពរបស់ព្រះឥន្ទមនីឧបមុតព្រះរាជាគណៈថ្នាក់ចាត់ថ្វាព្រះសង្ឃកិច្ចកោសលព្រះមេគុណនិងជាព្រះឧបជាខេត្តនិងជានាយកពុទ្ធកវិទ្យាល័យអឹងធួងខេត្តបាត់ដំបងថ្ងៃហ្នឹងបូជាសពលោកឪខេត្តបាត់ដំបងហើយសពទៅបូជាកូនសិស្សគុណទាំងឡាយរៀបចំថ្វាយដំណើរចុងក្រោយពីចាប់បដិសន្ធិនឹងរស់នៅលើភពផែនដីនឹងអស់88ឆ្នាំឥឡូវដល់ពេលវេលាត្រូវនិមន្តត្រឡប់ទៅវិញហើយចឹងសិស្សគុណនឹងជូនដំណើរទុកដាក់បានសំរុំសិស្សគុណនឹងក៏នៅសេះសល់នឹងមិនច្រើនទេញាតិញោមប្រធេរៈចាស់ដែលព្រះអង្គធ្លាប់ពំបួសធ្លាប់អីហ្នឹងអាត្មានឹងលោកពំបួសដែរពីដើមមិនធំមិនអីទេកូនលោកនៅក្រោយអញ្ចឹងគេដល់តែគុណចាស់សឹកអស់ទៅជាចេះតែមករដែតរសែតមកក៏ទៅពីដើមហ្នឹងជាសង្ឃភិក្ខុធម្មតានៅវត្តត្រីសទេល្អៅចាំខ្លះមិនចាំខ្លះទេដោយសារសឹកដោយសារសិស្សលោកច្រើនប៉ុន្តែនៅសល់តិចតួចប្រធេរៈហើយខេត្តបាត់ដំបងនេះបដិប្រគុណចាស់បួសចំនួន70ហ្នឹងសគួតអស់ហើយអស់79ហ្នឹងសគួតអស់ហើយនៅសល់តែមួយអង្គហ្នឹងគឺចុងក្រោយហើយដែលជាសិស្សរបស់សម្ដេចព្រះកៈមហាសង្ឃរាជាធិបតីទេពវង្សអញ្ចឹងហ្នឹងចាស់ស្លាប់អស់ហើយញោមណាហ្នឹងហើយសល់តែញោមតន់ដែលចាស់ហ្នឹងចំនួន79 89អីហ្នឹងអស់ហើយម្សិលមិញញាតិញោមនេះចិត្តតែនឹកឃើញធ្លាប់នៅវត្តដំរីសហ្នឹង91 92ម្សិលមិញនឹកអាម៉េចនៅមសុកជិះឡានទៅរស់យាយញាតិញោមចាស់ធ្លាប់ដាក់បាតសម័យ91 92ទៅរស់ឃើញសល់ម្នាក់អូរៀបរាប់
lần mà sự tu thông bàn chạm bàn tại bịa mùi để cầm soát thà bà ông ơi cả nà mơ bà ông khơi để hay nhẹ để đạ bát cho non cả nà mà đồng ní slap ở hơi sol cả nà nó vẫn toàn slap chẳng nó sol mà nè nhiệt nhôm bụt bò sạch tầm nào chỉ vứt rồi bỏ dương kê chỉ cả phơi đầm nào tàu đời mình nghe còi lời chẳng ở lục sập bờ tầm tại miền ốc ca miền pê và lia miền sóc phiệp ai đang bầm pin sẽ cái đây là o bán xong ở lục sập bờ tầng lục mệt ta mani bầm pin nơi sẽ cái đây là o nô đôi cài cái đây đôi về trà cái đây đôi chật cái đây tam ở vậy để ai thua tàu bàn nhìn nhiều mơ nghĩa cõi mà plate sam sập buồn nằm mà thoa nó buồn cào mùi lâu để côn để thọp skull vì đào nó sẽ cốt ở hai nó sol zri kia pre hanu côn krong bàn bong dương rọt sập phia bàn đâyประគុណประเทียนสาขาบันบองเซนุรีปัญญามในเนียนหักเสียงไอซรีสักกราวได้ซรีมุนบามันสักคือสุกดสลับอ๋อตัวยังเคยอย่างนี้โจปัญญาต่อยหน้าเนาะชีวิตได้ยังโยมดำนาจังตูลประเกณสักคนต่างลายรบประเดประกุลเอเตมณีอกมุดจีบเสยยมกนาสมปิตรริกาประเกณจมพัวพระสังวัดพระสังเขตบัดดำบองต่างสมประกาศนาพระเมตตาเจียบธาสมบกเนี่ยไม่บ้าบรรดาหายเราโนเสสสอลแต่เปรียประหลัดกลมวยอ่องเตียแต่ปนอเตได้จิจ่าจิตุ่มนกนงไข่กล่าวพินุคืออาหายเตียนจ่าจังเพรียนั่งมันอยู่มันชาบเต้คือหนึ่งทะเลมาเลยกุนสักกุนดังหลายนกนงไข่นั่งจังเปรมไตรสังนักไข่นักสรอกไอ้ต่างสมประกาศนาจิมจ่าเมตตาเจียบธาไกกาศาสนานิทมนะบัดแต่เวมันโดยริชกากับบันไดท่อมไกลเลงให้ตรการและบองนังท่อมมหาศาลแต่เตี้ยกันนกนงชีวิตรบปุสามณะนี่ดามหลายยังเมียนครูอาจารย์เมียนประเอาประเชียอันเตมณีอกหมดนี่จะมันลุกบัดแต่ปัจจัยประกุลอกหมดลุกมันเมียนเจนเนี่ยปลายโดยปัจจัยประกุลปนสมเพชโดยประดับสมดัยประวันรอดอิวตูดไออย่างนั้นก็กล่าวอิสนามจัดสปรมบุญเมาพระองค์ประดับประกุลอกหมดนี้พระองค์เมียนประจวนเวงเจียงเกยเปรียบตัวจมูกนังประดับประกุลลืมนังจ่าจำนวนนนลอยเลืองกุนเปาะซอยได้เจอประเทศละอ้อจ่านังประดับประกุลอันเตมณีอกหมดนึกประจวนเวงจังเกยโยมแต่เนาไทยรัสาดักนอมศาสนานังบานละอ้อคลามันบานคลาแต่อย่างน้าก็ปองบานและบองชีวิตแต่ใบนังศาสนานี้บานเฮยนี่จะกุณูปการะดัดท่มให้การและบองนี้มันอาจโดยธรรมดาบานได้ยันโยมเลี้ยน้องเลี้ยหายมาชีวิตนะ
លោកអោហ្នឹងដឹងមានច្រាស់ដល់ថ្មីអត់ផងទេការសួតទៅហ្នឹងកាលណាសង្ស័យអត់ផងទេមើលទៅនេះគ្មានត្រាប់គ្មានស្អីគេទេឃើញដើរដកទៅស្មៅពេលបញ្ជួនចាស់ទៅវាអត់មានត្រាប់អីដល់សោះណាគ្មានទេចឹងការលះបង់នេះធំមែនរបស់លោកគ្រូយើងអញ្ចឹងបាននៅក្នុងឆាយាធរធัวជាមលុបដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់លោកសំដែងថាអ្វីដែលជាមលុបនៅក្នុងសង្គមមនុស្សលោកនេះមេត្តាបេតុឆាយាមេត្តាបិតាហ្នឹងជាមលុបញាតិឆាយាញាតិណាញាតិញោមញាតិហ្នឹងបើល្អជាមលុបមេត្តាបិតាជាមលុបញាតិជាមលុបគរុឆាយាគ្រូជាមលុបគ្រូនេះសំខាន់ណាស់ញាតិញោមអត់បើបានគ្រូល្អការសាងភ្នោះក្តីការរស់នៅក្នុងវត្តអារាមនឹងដូចរស់នៅឋានសួគ៌សុខតែបើបានគ្រូអត់ល្អនឹងដូចរស់នៅក្នុងធុងសាំងយ៉ាងវាក្តៅក្រហល់ក្រហាយមិនសុខទេចឹងបានព្រះសម្មាសម្ពុទ្ធជាម្ចាស់នឹងត្រាស់បង្រៀនដល់ភិក្ខុសង្ឃដែលជាប្រឧបជានឹងឲ្យធ្វើខ្លួនคล้ายទៅជាវិញ្ញូជនคล้ายទៅជាភិក្ខុដែលល្អទទួលខុសត្រូវព្រោះសេចក្តីពិតរបស់ពួកបទុជនយើងគឺរស់នៅជីវិតប្រចាំថ្ងៃហ្នឹងឯងចឹងគេរុឆាយាមលុបគឺគ្រូនេះសារៈសំខាន់ណាស់ប្រគល់ណាម្ចាស់ដូចបដិប្រគុណប្រឧបជាអញ្ចឹងគាត់តែឲ្យមលុបសិស្សគុណហ្នឹងចង់ចូល45ឆ្នាំចិត្តកន្លះសតវត្សទស្សវត្សកៅជាងញោមអើយអាត្មានឹងឃើញបដិប្រគុណលោកអោនឹងនិមន្តទៅវត្តម្ដងគេមិនដែលឲ្យចិត្តគេនៅឆ្ងាយគេនៅតូចធេរៈចុំចេះចង់ឃើញលោកថាព្រះមេគុណប៉ុន្តែនិស័យល្អមួយបដិប្រគុណមេគុណនេះនិស័យដាក់ខ្លួនញាតិញោមមានសន្តោសៈសន្តោក្នុងជីវិតប្រចាំថ្ងៃមិនប្រកាន់ញាតិញោមអង្គខ្លះប្រកាន់ដោយជីវរមិនសន្តោសក្នុងជីវរមិនសន្តោសក្នុងជីវិតប្រចាំថ្ងៃអ្នកក្រមិនជួបលោកតូចតាចមិនរាប់រស់អ្នកខ្លះណាធំរមងដូចចុះពីឋានតាវតឹកមកចឹងហើយហ្នឹងប្រធេរៈអង្គខ្លះមានការបដិបត្តិមិនល្អកាលនៅតូចល្អដល់ឡើងធំលេងល្អណាអត់ស្គាល់ញោមអត់ស្គាល់ប្រសង់ធ្លាប់ចឹងការចូលទៅចិត្តប្រធេរៈដែលមិនប្រកបដោយសេចក្តីសន្តោសនេះលំបាកហើយអ្នកបួសនេះញាតិញោមអញ្ចឹងបានព្រះអង្គលោកត្រាស់សម្ដែងនៅក្នុងឆាយាធរហ្នឹងគឺប្រកាសណាស់ថាជីវិតអ្នកបួសនេះនៅក្នុងវត្តនេះ100 200អង្គនេះមានឪពុកម្ដាយឯណាបើញាតិញោមយកមកដាក់វត្តហើយហ្នឹងអញ្ចឹងឪពុកម្ដាយដែលជាទីពឹងទីរលឹករបស់អ្នកបួសហ្នឹងគឺមានព្រះឧបជាលោកគ្រូនោះឯងជាមលុបញាតិញោមបើសិនប្រធេរៈមានបច្ចុប្បន្នច្រើនចេះគង់នៅក្នុងវត្តមិនសូវជាអីប្រមាណទេញាតិញោមបើថាចូលមកកាន់ជីវិតភ្នោះនេះតាំងពីអាយុ11ឆ្នាំ12 13ឆ្នាំតូចយ៉ាងដូចអាត្មាអញ្ចេះអីមកដល់ហ្នឹងកំសត់ហើយបើគ្មានគ្រូអាចារ្យនឹងណែនាំនឹងអោបកសោបអប់រំព្រានបដៅទេការរស់នៅក្នុងវត្តនឹងដូចគុកឥតជញ្ជាំងអញ្ចឹងវាដឹងថា
គេប្រាប់ថាខុសប៉ុន្តែយើងវាមិនយល់ថាហេតុអីបានខុសវាទូចពេកណាញាតិញោមបួសណាប្រពៃណីយើងនឹងបួសទូចពេកដល់អញ្ចឹងទៅហ្នឹងគឺទៀមទាឲ្យលោកគ្រូចៅតកាហ្នឹងត្រូវប្រកបដោយធម៌មានការយល់ដឹងអំពីធម្មៈអំពីវិន័យហើយនឹងសេចក្តីសន្តោសចំពោះភិក្ខុសាមណេរក្រោមអាវាតបើមិនអញ្ចឹងកំសត់ណាញាតិញោមមនុស្សលោក100 200ក្មេង50 60មនុស្ស300នាក់ដូចប្រទីទៅហ៊ានមួយធំអញ្ចឹងញាតិញោមអញ្ចឹងមលុបគឺគ្រូនេះគឺសំខាន់ណាស់អញ្ចឹងសំដែងប្រកេនលោកគ្រូបច្ចៅអធិការព្រះឧបជាស្រុកខេត្តបកណាជាម្ចាស់សូមព្រះអង្គមេត្តាយកចិត្តទុកដាក់បន្ថែមទៀតបកូនណាអង្គណាបានបំពេញហើយសូមបន្តបន្ថែមទៀតណាបើមិនចឹងទេវត្តអារាមហ្នឹងដូចគុកចឹងញាតិញោមមិនបានថាអញ្ចឹងតែមិនស្រួលណាណាកាត់យកទៅថាអាត្មាចេះចុះទៀតឥឡូវបានទេតែមិនស្រួលគេកាត់ឯងគេចង់ជេរណាគេកាត់មកតិចដាក់នៅហ្នឹងជេរឥឡូវស្រុកឥឡូវមួយយ៉ាងដែរញោមណាមិនបាច់ចាំជេរខ្លួនឯងនេះប្រើតែលោកឲ្យទៅជេរទៅណាហើយលោកនឹងទេសនាឲ្យដេកគ្មានលក់ទេខ្លាចគេរស់រឿងនោះឯងវាមិនបានទេសយើងវាមិនបានទេសអញ្ចឹងស្រុកឥឡូវវាមនុស្សវាអញ្ចឹងមិនបានថាអញ្ចឹងដោយសារតែជីវិតរបស់អ្នកបួសនេះគ្របដណ្ដប់ដោយច្បាប់ញាតិញោមដោយធម៌ដោយវិន័យហើយបើបដិប្រគុណចាស់អញ្ចឹងលោកយល់ដល់ព្រះអង្គទូចបើវត្តនឹងអត់មានការអប់រំអីច្បាស់លាស់ទៀតសាមណេរទូចនឹងគេហៅថាវងវែងយល់ច្រឡំមិនដឹងថាមួយណាជាធម្មៈមួយណាជាធម៌មួយណាជាវិន័យមួយណាជាមិនមែនធម៌មួយណាជាមិនមែនវិន័យអញ្ចឹងបានព្រះអង្គត្រាស់សម្ដែងនៅក្នុងឆាយាធម៌នឹងសំខាន់ណាស់សំខាន់ត្រង់ថាព្រះឧបជានោះជាពិសេសលោកគ្រូចៅអធិការនោះឲ្យមលុបដល់ភិក្ខុសាមណេរនៅក្នុងវត្តដូចញាតិញោមឲ្យមលុបកូនចៅអញ្ចឹងញាតិញោមមើលបែក30-40ឆ្នាំហើយនៅទៅនឹកញោមនៅជើងវត្តត្រីសចេះតែរួចដល់ឃើញទៅមិនស្មិញនៅឃើញថាណែគេស្លាប់អស់ហើយតែញោមថាសល់កណាម្នាក់ទៀតបងមិនទាន់ស្លាប់ទេ8ជាងហើយមើលមិនឃើញទេនឹងអ្នកឲ្យចិញ្ចឹមហើយអ្នកចិញ្ចឹមបាយតាំងពីតូចមកជាឧបាសិកាដែលមិនមានពាក្យថាមិនតន់ទេចង្ហាន់ប្រសងវត្តប្រសងវត្តត្រីសហៅឧបាសិការូបនោះថាជាញោមដើមស្វាយព្រោះនៅមុខផ្ទះគាត់ហ្នឹងមានដើមស្វាយមួយដើមហើយអត់ដែលផ្ទះនោះទៅបិណ្ឌមិនដែលថាលោកម្ចាស់អើយកណាមិនតន់ទេថ្ងៃនេះមិនដែលមានទេអញ្ចឹងប្រសងដែលនិមន្តចាក់ចេញពីបាត់ដំបងទៅកាន់ប្រទេសដទៃជួបគ្នាសួរទៅរឿងញោមដើមស្វាយហ្នឹងអ្នកក្រោយវាមិនដឹងហៅញោមយ៉ាងណាប៉ុន្តែនៅដាក់បាតឬថានៅដាក់បាតមលុបគ្រូមលុបញាតិសាសនឆាយាមលុបសាសនាញាតិញោមសាសនាហ្នឹងក៏ជាមលុបជួយញាតិញោមណាបង្រៀនពុទ្ធបរិស័ទនៅសេចក្តីល្អនៅក្នុងសង្គមបទុជនយើងប៉ុណ្ណឹងឯងញាតិញោមវាអត់លើសហ្នឹងទេខុសហើយមិនត្រូវទៅហើយមកប៉ុណ្ណឹងឯងញាតិញោមប៉ុន្តែគ្រាន់តែបើយើងមានមលុបគឺសាសនាទៅវាជួយបង្ក្រាបហ្នឹងហើយអ្នកខ្លះគិតថាពុទ្ធសាសនាស្រុកខ្មែរហ្នឹងវាមិនសូវល្អទៅនាំយកសង្ឃដទៃពីប្រទេសដទៃយកមកឲ្យវាល្អវាមិនល្អទេវាតែប៉ុណ្ណឹង
ពុទ្ធសាសនាស្រុកខ្មែរឥឡូវហ្នឹងអ្នកខ្លះគេយល់ថាអ្នកបួសស្រុកខ្មែរហ្នឹងវាអត់សិលបរិសុទ្ធទេតំណមយកប្រសងបរទេសមកសំបីតែកាត់ថិននៅស្រុកខ្មែរនៅវត្តជនបទមួយក៏ទៅមុនប្រសងបរទេសយកមកទេសនាមិនចេះខ្មាស់គេអ្នកប្រាជ្ញអ្នកចេះដឹងពេញប្រទេសមិនលើកដំកើងទៅឲ្យតម្លៃអ្នកដទៃអ្នកប្រសងខ្មែរណាបកូនណាត្រូវច្បាស់ចំណុចហ្នឹងឲ្យតែឃើញបរទេសចុះពីយន្តហោះមកលៀងជើងទាំងអស់សិតតែស្ដេចសង្ឃហើយមានស្ដេចសង្ឃឯណាអាត្មាស្គាល់លោកអស់ទាំងអស់ហ្នឹងស្រុកអាស៊ីអាគ្នេយ៍អ្នកធំហ្នឹងប្រហែលស្គាល់ទាំងអស់អ្នកធំ4-10អង្គហ្នឹងចឹងសាសនានោះវាផ្សារភ្ជាប់ជាមួយនឹងប្រពៃណីនិងជាតិនិយមរបស់ខ្មែរហើយប្រសង់នេះមានតួនាទីដើម្បីនឹងផ្សារភ្ជាប់នេះយកព្រះពុទ្ធសាសនាដែលព្រះអង្គត្រាស់សម្ដែងជាទស្សនវិជ្ជាក្តីជាការអប់រំកូនចៅក្តីក្នុងសង្គមក្តីក្នុងនយោបាយក្តីសេដ្ឋកិច្ចក្តីនឹងយកទៅបង្រៀនពុទ្ធបរិស័ទយកទៅអនុវត្តចំពោះពុទ្ធបរិស័ទចំពោះព្រះសង្ឃនៅក្នុងសង្គមនេះទើបស្រុកយើងបានល្អញ៉ឹងទេញាតិញោមមិនគ្រាន់តែបនកឋិនមួយនាំនារីទិញសម្បត្តិយន្តហោះទៅនិមន្តលោកពីភូមិពីសរីលង្កាស្រុកបាត់ដំបងនោះពីដើមនោះស្អីក៏ថៃដែរកៅជាងឈប់ទៅស្រឡាញ់ទឹកដីស្រឡាញ់ជាតិខ្លួនឯងអូចេះឈឺចាប់ណាលើផែនដីមានព្រះអរហន្តដែរជីយន្តហោះមកទេសនាហ្នឹងកណាស្គាល់លោកទាំងអស់វាមិនទាំងអស់ 100% តែកណាស្គាល់ភាគច្រើនព្រោះកណាធ្វើការលើឆាកអន្តរជាតិហ្នឹងវា20ឆ្នាំហើយកណាស្គាល់មិនស្គាល់ដេគុណណាជានរណានោះអញ្ចឹងសាសនាជាមលុបហ្នឹងគឺមលុបគ្រប់យ៉ាងណាបកូនណារាប់ចាប់តាំងពីព្រះអង្គឲ្យសេចក្តីសន្តោសដល់ពួកក្មេងដែលវាដេកតាមចិញ្ចើមខ្នល់ហើយវាអត់បាយស៊ីនោះឲ្យវាផឹកស្រាម៉ែវាលេងបៀនោះទៅយកកូនហ្នឹងមកយកមកចិញ្ចឹមក្នុងវត្តព្រោះអានេះហើយវាជាអ្នកថែរក្សាទឹកដីនៅថ្ងៃអនាគតបើវានៅប្រសក់តែបើវាសាងភ្នោះបុគ្គលនេះនឹងខ្លាយទៅជាអ្នកថែរក្សាសាសនានេះមលុបសាសនាគេឲ្យអញ្ចឹងណាប្រកូនណាបង្រៀនពលរដ្ឋរបស់យើងពុទ្ធបរិស័ទយើងកូនចៅយើងបើវាកាចឲ្យវាស្លូតតែបើវាស្លូតក៏កុំឲ្យលុតជង្គង់ឲ្យពួកបរទេសជន់ក្បាលវាដែរស្លូតក្នុងន័យល្អប្រសើរពូជខ្មែរមិនមែនពូជអនក្បាលលើគេជន់ទេជាតិយើងចឹងសាសនាហ្នឹងសំខាន់ណាស់ព្រះអង្គបកូនណាកណាសោកស្ដាយទៅរួមមនុស្សឯណាលះបង់45ឆ្នាំដើម្បីប្រទេសជាតិលោកបរទេសណាដែលមកលះបង់ដើម្បីខ្មែរនោះឈ្មោះអីនិយាយចឹងត្រូវព្រះអង្គប្រកាន់លើភពផែនដីនេះណាមិនមែនជាទឹកដីរបស់ព្រះអរហន្តទេជាទឹកដីបទុជនព្រះអរហន្តតិចតួចណាស់ព្រះអង្គបដិបត្តិហើយល្អហើយត្រេកអរតែក្នុងន័យប្រទេសជាតិបកូនណាម្ចាស់ពួកយើងរស់នៅទៅអត់ថែរក្សាបាត់យូរមិនដឹងអីព្រះអង្គខ្មែរយើងកណាចាប់ដើមឆ្ងល់ឥឡូវតែលោកខ្មែរឬលោកភូមាឬលោកលង្កាឬលោកយ៉ាងម៉េចនេះប្រពៃណីដូនតាសម្ដេចព្រះសង្ឃរាជជួនណាលះបង់ប្រធារៈសម័យនោះខំខ្មែរយើងវាធ្លាក់ដល់ថ្នាក់លោកដើរលក់តោកអីហ្នឹងលក់ខ្វៀលគោលលេងខ្លែងអីហ្នឹងវាសូន្យសម័យឧត្តមមានអ្នកប្រាជ្ញណាញាតិញោមអើយបានបកូនណាអង្គឌួងចេះពុទ្ធសាសនាមកនោះជួយ
រើប្រើប្រាស់សាសនាដើម្បីជាវិធីសាស្ត្រក្នុងការបង្រួមជាតិបើអត់ពុទ្ធសាសនាទេសម័យនោះពិបាកខ្លាំងណាស់អញ្ចឹងបកគោណាតអង្គឌួងនឹងលោកប្រើប្រាស់ព្រះពុទ្ធសាសនាបានឲ្យប្រកាសមានការរៀបចំបុណ្យភ្ជុំបិណ្ឌកាន់បិណ្ឌនេះគឺដើម្បីឲ្យខ្មែរនឹងមកជួបគ្នានៅវត្តហើយចេះស្រឡាញ់គ្នាព្រោះដីវាចិត្តអស់ហើយនឹងគេប្រើសាសនាមកលុបក្នុងការជួយជាតិគេប្រើអញ្ចឹងមិននាំនេះថ្មិចភ្នែកទៅឯណាឋានសួគ៌ឯណាបាត់នោះអត់ទេឃើញទេប្របាទអង្គឌួងណាញាតិញោមនេះឯងជាមលុបសាសនាពេលពួកកលបុត្រនៅតាមភូមិទាំងឡាយចូលមកកាន់ក្នុងវត្តនេះតែគ្នាវាកណ្ដោចកណ្ដែងញាតិញោមអើយស្រុកយើងវាក្រអញ្ចឹងពួកនឹងរត់មកចូលវត្តជ្រះថ្លាក្នុងប្រសាសនានឹងផងស្រឡាញ់ទឹកដីផងស្រឡាញ់សាសនាចូលមកសាងភ្នោះអញ្ចឹងដល់ក្នុងវត្តនឹងព្រះករុណាជាម្ចាស់ព្រះអង្គត្រូវតែឲ្យអភ័យត្រូវតែឲ្យនៅសេចក្តីសុខនឹងការយកចិត្តទុកដាក់ចំពោះភិក្ខុសាមណេរដែលនៅក្នុងវត្តនេះឯងឈ្មោះថាជាមលុបគេរុឆៃយ៉ាហើយនឹងហើយដែលគេហៅថាមលុបសាសនានឹងព្រោះវាកក់ក្ដៅញាតិញោមវត្តយើងក្រតែបើលោកគ្រូធំមានមេត្តាធម៌ព្រះមវិហារធម៌សន្តោសចំពោះភិក្ខុសាមណេរក្មេងវត្តអីហ្នឹងព្រះមវិហារធម៌នេះមលុបគឺសេចក្តីស្រឡាញ់នេះវានឹងដកនៅក្នុងដួងចិត្តនៃពួកអ្នកបួសនិងពួកយុវជនដែលនៅក្នុងវត្តហ្នឹងអស់មួយជីវិតហើយបើមិនចឹងទេចេញពីវត្តទៅស្អប់វត្តហ្មងស្អប់ដូចសម័យខ្មែរក្រហមអីខ្លះវាខឹងគ្រូវាថាវាយវាឬក៏លោកគ្រូខ្លះធ្វើបាបគេចឹងមិនល្អចឹងមែនអាពួកនោះវាខ្លាយទៅកម្មាភិបាលសម្លាប់វាយព្រះខ្ទេចហ្នឹងមនុស្សហ្នឹងញាតិញោមហ្នឹងហើយមិនល្អដូចយើងស្ដាប់គេទេសនាអំពីតាវតឹងទេមនុស្សលោកអញ្ចឹងហើយឥឡូវនេះតាំងពីសង្គ្រាមលោកលើកទី7មករាល់ថ្ងៃនេះពិភពលោកហ្នឹងគឺស្ថិតនៅក្នុងស្ថានភាពដ៏អាក្រក់បំផុតគ្មានអ្នកណាស្ដាប់អ្នកណាទេញាតិញោមអញ្ចឹងជនជាតិខ្មែរទាំងអស់លោកត្រូវជ្រាបណាមានរឿងអីគ្មានអ្នកណាជួយយើងទេមានតែញាតិញោមហ្នឹងទាំងអស់គ្នាហ្នឹងប្រសងហ្នឹងកុំទៅសង្ឃឹមឯណារឿងមួយបកគោណាម្ចាស់កាលណារឿងចេះតែដេកគិតប្រហែលខែហ្នឹងសង្កេតមើលខ្មែរយើងនេះវាចិត្តល្អណាស់ពេលប្រទេសខ្លះដែលអាសន្នអន់ក្រនឹងញាតញោមនឹងក្នុងនេះធ្វើផ្កាប្រាក់ហើយបានបច្ច័យបន្តិចតួចយួរទៅឲ្យគេជួយណាដូចជាសេរីលង្កាដូចជាភូមាដូចជាប្រទេសដទៃដែលមានរឿងមានវិបត្តិសេដ្ឋកិច្ចក្តីមានរំជួយក្តីដីមានអីទាំងអស់អូរួមទាំងកណាផងទៅជួយគេដូចឡែកប្រហែលខែចុងក្រោយនេះប្រជាពលរដ្ឋញាតិញោមយើងភៀសខ្លួនចិត្តមួយជាងកន្លះលានអត់មានឃើញប្រសងបរទេសនោះអើតក្បាលមកជួយខ្មែរសោះចាំញោមចាំអាហ្នឹងបងចាំកណ្ដាទេសមកឲ្យខឹងទេប៉ុន្តែរឿងពិតកុំខឹងតាមកណ្ដាចាំញាតិញោមចាំចឹងបានកណាមិនបញ្ចេញឈ្មោះកណាផ្ញើសារទៅសម្ដេចព្រះសង្ឃរាជ3 4កណាថាសម្ដេចព្រះអង្គចាស់មេត្តាបើកពិនិត្យមើលផងស្រុកខ្មែរស្រុកថៃពួកកាប់សម្លាប់គ្នាសម្បើមមានធរណាជួយទេសនាអីទេកុំស្ងាត់អញ្ចឹងព្រោះព្រះអង្គបរៀនកណាហ្នឹងវាយូរឆ្នាំហើយនៅលើឆាកអន្តរជាតិថាឲ្យធ្វើល្អឲ្យជួយញោមយើងឥឡូវញោមកណាពងមានរឿងជួយផងស្ងាត់ជ្រាប What is the point that you preached in the conference about peace while the war is being waged against each other
between Cambodia and Thailand and all the Sangharajas in Southeast Asia and the rest of the world are complete silent on the matter. What's wrong with that? What is wrong with the Buddhism? With the Buddhist leader across the globe? What's wrong with that? Why you are silent? Why? Nâng ná bà cô nà lưới cái nào dây chân lưới cho chân sa sanh chai ya mà lục cái sa sanh này ná miên sầm rạ sầm khăn na nhận nhổm cái nào tê sanh ngày nay ọt sọm nè na tế ọt khăng bò tế na tế ọt khăng khmer na tế tai tu bậc kền ông pi sà rạ à vây để cầm pung tê cát miên láng nực nông tực đây rồi bỏ dương nâng bị phục lục chi bị say nực nông bị say sát na sờ lánh chiết khuôn chiết bờ sông lục cha mơ lo áo miên nè prai na nè sọc bàn bong đằng lo áo miên nè prai thế miên nè prai thế tay bỏ ong bàn sụp cuột đôi ngắt bom phốt nó không chầm nóm bò để sát khmer rất sen nè và hai chị mình toàn ban từ tu ca liêng chương bị bò để sát nào mà nè đi nó từ đây bật mong đi cái bị ca là bằng pin mùi bịch chuồn đâm bấy bò để sát nâng phút sát na nấu từ đây bật tầm bò sờ lanh chun chiết dương lục bục này mà đai sờ lanh bò tê mình lo chấm phu dương đôi dương lo này dương đê chạm na nhôm na bờ sang đại chi yon hoa mò nông men pre hòn đê miền đê đôi chặt ma đúng bờ sang ông khla mít phe ma phơi ca nó lơi cha anh tra chi tê đó cái mà đo Campuchia khai tới chia anh bờ prom mà plate đúng chăng cái ná Petra đại ca tha sa sanh chai giá cứ một lúc cứ sa sanh ní lũng cha trâu pra đầm bay nâng ao bờ sao bằng riêng côn trao dương bờ song ấy phút bỏ sát đầm bay ban chia bờ giàu tình nhôm dương sa mà ki miên sa mà ki nó không sung cung nó không sa na vì lo sầm rạp sọc dương à lâu vừa sai sập ram năm ơi thấy bờ chùm non nhiệt nhôm cha cho non nắng tiết việc căn đã hơi chẳng một lúc cứ sa na đấy cứ lo na hay là bỏ để cho chăm phật nó nhiệt nhôm nông chỉ vứt cứ chỉ là bỏ đểประกอบដោយមេត្តាធម៌ដ៏បរិសុទ្ធមិនមាសប៉ិនភ្នំទេមិនត្បូងប៉ិនបាតលោកទេគឺចិត្តមេត្តានេះស្រឡាញ់អញ្ចឹងញាតិញោមទាំងអស់ដែលញាតិញោមស្ដាប់ធម៌អញ្ចេះដឹងព្រះពុទ្ធសាសនានឹងយកទៅជួយកូនចៅនិយាយប្រាប់កុំឲ្យសាសនាខ្លះគេយកទៅស្កក្របដើរចែកតាមភូមិហើយយកកូនចៅយើងអស់ពីខ្លួនយើងទៅកាន់សាសនាដទៃដែលគេប្រើពាក្យថាមនុស្សទាំងឡាយមានសិទ្ធិស្មើគ្នាត្រូវប៉ុន្តែអ្នកឯងចូលមកកាន់ទឹកដីរបស់ខ្ញុំអ្នកឯងចង់បានប្រយោជន៍ពីខ្ញុំណាហើយព្រះអង្គចឹងអត់នេះទៀតចេះស្ងាត់អើយអ្នកណាចង់កាន់អីកាន់ទៅអត់ទេព្រះអង្គសាកទៅអារ៉ាប់មើលព្រះអង្គសាកទៅអាមេរិកមើលធ្វើទៅមិនស្រួលវាយខ្នោះព្រះអង្គដាក់គុកបាត់លោហើយមកដើរនិយាយរឿងសាសនាអី
ខុសទំនងចឹងញាតិញោមស្រុកមនុស្សស្រុកតដើមគ្នាតានេះទឹកដីនេះបើអត់មានពពបរោះបង្ហូរឈាមក្រាលដាបធរណីនេះទេទឹកដីនេះអត់សល់ទេអាំងលិចយកបាត់ហើយខ្ញុំthấyព្រះអង្គទេសនានេះឮតែឈាមហើយនឹងឆ្អឹងសោះហើយអត់ទេទឹកដីចឹងហើយចឹងហើយញាតិញោមអញ្ចឹងព្រះសង្ឃមើលលោកក្នុងវត្តពុទ្ធបរិស័ទមើលកូននៅផ្ទះញាតិញោមស្រឡាញ់អាចៅហ្នឹងបដៅវាកុំប្រឡែងវាឲ្យទៅកាន់វប្បធម៌ដតីសាសនាដតីណាចង់ថាអាត្មាថាទៅអាត្មាថាអញ្ចឹងត្រូវតែរក្សាកូនចៅរបស់យើងស្រឡាញ់អោបកសោបព្រោះញាតិញោមមើលសង្គ្រាមប្រហែលខែនេះអ្នកណាចេញមកខ្លាំងជាងគេពុទ្ធបរិស័ទប្រសង់អាហ្នឹងយើងក៏និយាយរដ្ឋាភិបាលនឹងកិច្ចការរបស់លោកធ្វើហើយទាហានអីហ្នឹងសពបែបយ៉ាងប៉ុន្តែក្រៅពីអ្នកដែលស្ថិតនៅក្នុងស្ថាប័ននោះនេះក្រហមនេះបញ្ញាមនីញៀនវិសុវិជាបដិប្រគុណខឹមសបោអ្នកណាព្រះអនុគុណអីទាំងអស់ហ្នឹងឃើញទេលីកលីអីទៅឲ្យនេះឯងគេហៅមេត្តាធម៌ហើយមានប្រសងអង្គខ្លះឆ្លៀតថាទៀតថាធ្វើចឹងខុសវិន័យបាននៅមកទូកដែរខុសវិន័យនោះបានដូច79នោះទៅនៅអាជំរុំនោះថៃវាមើងងាយដូចសัตว์ដូចធាននោះអត់មានរឿងនេះទេប្រសងណាញាតិញោមប្រសក់ប្រមូលអស់ហើយទៅជួយជនភៀសសឹកកងតបមានប្រសងបរទេសណាដឹងកកន្លះក្រងឲ្យយើងលោកបរទេសខ្លះសម្ដេចប្រសងគ្រីខ្លះខ្លាចគេសំបីតែសម្បត្តិពីបតតមិនហ៊ាននិយាយអំពីការអំពើហិង្សានៅទល់ដែនកម្ពុជាថៃផងកុំថាឡើយដល់និមន្តទទួលដែននោះអញ្ចឹងធ្វើយ៉ាងម៉េចមកវិញថានេះប្រធេរៈនេះលះបង់នេះ45 46ព្រះវស្សាឬក៏ពេញមួយបច្ចុប្បន្ននេះត្រូវគោរពត្រូវឲ្យតម្លៃថែរក្សាអ្នកដែលណាទាំងឡាយណាមួយដែលបានបូជាចំពោះជាតិត្រូវតែលើកដំកើងអញ្ចឹងញាតិញោមកុំភ្លេចគ្នាយើងលើកដំកើងបរទេសតែអញ្ចឹងឲ្យស្អប់បរទេសថាអត់ស្អប់ទេមិត្តតែអ្នកដែលរួមឈាមរួមភូមិមាតុភូមិជាមួយខ្ញុំគឺជនជាតិខ្ញុំមិនមែនអ្នកទេហើយខ្ញុំក៏ដឹងថាអ្នកមិនដែលចាត់ទុកខ្ញុំជាមនុស្សដែលមានការលះបង់ដូចអ្នកស្រឡាញ់ជនជាតិអ្នកដែរអញ្ចឹងចម្រើនពោលមកវិញថាប្រធេរៈចាស់ញាតិញោមណាដែលជាអ្នកលះបង់ដើម្បីសង្គមជាតិត្រូវតែលើកដំកើងកុំបំភ្លេចលោកបាត់ដូនតាលេងដល់អត់លើកដំកើងធ្វើម៉េចញោមធ្វើម៉េចដល់ញាតិញោមដូចព្រះអង្គដែលបួសថាឃើញល្អលះបង់45 46ភាសាហើយដល់សគត់ទៅអត់មានណាឲ្យតម្លៃបួសទេសឹកអើយជិលទៅហើយទៅដល់ណាក៏ទៅដែរប្រូចអស់លីងបាទវត្តបាត់ទ្វាអត់មានណានេះអញ្ចឹងញាតិញោមពពកបរោះណាញាតិញោមណាបុព្វការីគ្រូអាចារ្យនេះជាបុព្វការីគឺជាអ្នកដែលបានធ្វើនៅសេចក្តីល្អហើយកតញ្ញូកតវេទីបុគ្គលគឺសិស្សអញ្ចឹងបើសិនជាបដិប្រគុណបានលះបង់ពេញមួយជីវិតពួកយើងដែលជាបរិស័ទហ្នឹងដែលជាសិស្សគួរហ្នឹងត្រូវតែឲ្យតម្លៃនិងគោរព
កោតក្រែងលើកកម្ពស់រលឹកលោកដែលបានលះបង់នៅអ្វីៗគ្រប់យ៉ាងដើម្បីសង្គមគុំជាតិសូមអនុមោទនាសម្រាប់ពោប៉ុណ្ណឹងបានដោយសារស្រុកកំណើតទេបានទេសរៀងខ្លាំងតិចនោះបើស្រុកគេមិនហ៊ានទេនៅភ្នំពេញមិនហ៊ានទេសខ្លាំងទេនៅស្ទឹងបាត់ដំបងទេសខ្លាំងដោយសារស្រុកខ្លួនឯងថារឿងមិនបានស្គាល់កន្លែងរត់ចឹងចម្រើនពោទៅពីរហ្នឹងទេញោមណាសរុបធម្មទេសនាថ្ងៃហ្នឹងគឺគរុឆាយាមលុបគឺគ្រូណាទី2គឺសាសនឆាយាមលុបគឺសាសនាក្នុងឋានៈយើងជាសិស្សគុណនៃព្រះមេគុណយើងអត់អាចធ្វើអ្វីបានទេញាតិញោមបានត្រឹមតែធ្វើទេកណានុបទានប្រគេនព្រះអង្គឧទ្ទិសកុសលថ្វាយព្រះអង្គតែប៉ុណ្ណោះអានឹងជាកិច្ចចុងក្រោយហើយជាកិច្ចចុងក្រោយដែលញាតិញោមពុទ្ធបរិស័ទអាចធ្វើបានអញ្ចឹងញាតិញោមតាំងចិត្តថ្ងៃហ្នឹងជូនដំណើរបដិប្រគុណព្រះមេគុណឧទ្ទិសកុសលញាតិញោមណាដឹងគុណព្រះអង្គណាដែលបានលះបង់ចំពោះជាតិចំពោះសាសនាត្បិតតែព្រះអង្គមិនជាអ្នកប្រាជ្ញមិនជាអ្នកនិយាយមិនជាអ្នកអីច្រើនយ៉ាងណាក្តីក៏ព្រះអង្គបានលះបង់ហើយដើម្បីសាសនាពេញមួយបច្ចុប្បន្នអញ្ចឹងការលះបង់នេះជាការលះបង់មួយដែលមានតម្លៃមហាសាលមិនអាចកាត់ថ្លៃបាននេះជាការលះបង់ដ៏កម្រដែលជួនដតីនៅក្នុងសង្គមពិបាកនឹងធ្វើអញ្ចឹងថ្វាយកុសលទាំងអស់គ្នាញាតិញោមឧទ្ទិសកុសលជូនចំពោះបដិសន្ធិវិញ្ញាណរបស់ព្រះមេគុណសូមឲ្យព្រះអង្គទៅបានសោយសុខក្នុងសុគតិភពបែរក្រោយឲ្យពោសពសាទុការទាំងអស់ដល់ញាតិញោមបរិស័ទសូមប្រគេនពរបករណាគ្រប់ព្រះអង្គចុងក្រោយទូលប្រគេនព្រះមន្ត្រីសង្ឃថាព្រះសង្ឃចាស់នៅខេត្តបាត់ដំបងនៅសល់តែមួយព្រះអង្គទៀតទេអស់ហើយអញ្ចឹងភារៈទាំងឡាយនឹងធ្លាក់មកដល់ពួកយើងតែជាសិស្សគុណចំនួនក្រោយនេះដើម្បីនឹងថែរក្សាសាសនាហើយយកព្រះពុទ្ធសាសនានេះបដិបត្តិឲ្យคล้ายជាប្រយោជន៍កុំឲ្យคล้ายជាបន្ទុករបស់សង្គមរបស់ញាតិញោមคล้ายជាប្រយោជន៍សាសនាឆាយានេះមលុបគឺសាសនាយកមលុបរបស់ពុទ្ធសាសនានេះទៅជួយបរិស័ទយើងតាមលទ្ធភាពណាដែលអាចធ្វើទៅបានកុំឲ្យคล้ายជាបន្ទុកញាតិញោមព្រះអង្គคล้ายជាមលុបគឺជួយណាចំណុចណាអ្វីដែលអាចជួយបានហ្នឹងយើងជួយតាមលទ្ធភាពដែលអាចធ្វើទៅបានគឺមានតែនៅពេលដែលព្រះពុទ្ធសាសនាបានคล้ายទៅជាប្រយោជន៍របស់សង្គមទេពេលនោះហើយទើបឈ្មោះថាជាការបដិបត្តិនៅធម្មៈដ៏ត្រឹមត្រូវរបស់ព្រះតថាគតចឹងហើយញាតិញោមចំណែកញាតិញោមវិញចឹងដែរលុះត្រាតែបដិបត្តិធម៌ទៅវាធូរស្បើយទើបការបដិបត្តិហ្នឹងជាការបដិបត្តិដ៏ត្រឹមត្រូវទៅតាមបដិបទារបស់ព្រះតថាគត
បើបដិបត្តិធម៌ទៅវាចេះតែតឹងទ្រូងអាហ្នឹងបដិបត្តិមិនតាន់ត្រូវទេញោមធម៌នេះអត់មានតែបដិបត្តិឲ្យតឹងញោមខ្លះតឹងអូយតឹងមុនកាន់សិលដូចមិនសូវតឹងណាតាំងពីកាន់សិលមកតឹងឲ្យរកកន្លែងចេញចង់ឃើញនេះខុសនេះខុសទាំងអស់ដើមមកខ្នល់ខុសទាំងអស់ចូលផ្ទះខុសផ្ទះចូលវត្តខុសវត្តទៅណាក៏ខុសយីចាំមិនចេះរៀនធម៌យូរខុសគ្រប់ទៅកន្លែងអញ្ចឹងអត់មានអ្នកត្រូវមួយត្រូវតែឯងសោះហើយអាហ្នឹងខុសហើយអ្នកដែលខុសហ្នឹងហើយនេះណាចុះព្រះអង្គលោកថាម៉េចលោកថាការបដិបត្តិធម៌នាំមកនៅសេចក្តីសុខតែដល់យើងបដិបត្តិធម៌នាំមកនៅសេចក្តីទុក្ខនេះសួរមើលខ្ញុំសាក់សួរខ្លួនឯងមើលចុះអញកាន់សិលមិនបានតឹងម៉េចខឹងហើយកាលណាតែយើងបដិបត្តិធម៌ទៅឃើញតអ្នកដតីនឹងខុសមិនត្រូវសោះអានឹងញោមបដិបត្តិមិនតាន់ត្រូវទេមានន័យថាអត់បានអានិសង្សផលដែលកើតអំពីការបដិបត្តិធម៌ហ្នឹងអត់បានវាតឹងទ្រូងឯងញោមណាញោមខ្លះកាលអត់តាន់កាន់សិលស្លូតតាំងពីចេះអភិធម្មចេះនិយាយចិត្តចិត្តសឹករូបនៅពៀនតិចមកយពីកាចដូចស្អីចូលល្មិចអូប៉ះមិនបានទេដូចស្អីចូលល្មិចយីចុះរៀនធម៌ដល់អញ្ចឹងមិនទៅញោមណាអាត្មាចេះតែអង្គុយឆ្ងល់ណាទាំងព្រះអង្គក៏ចឹងដែរព្រះអង្គហ្នឹងណាចិត្តចិត្តសឹកបានប្រមាណក្រេមកយីពីដូចកាចយកគ្នាអត់ទេធម្មៈនេះកាលណារៀនទៅកាន់តែច្រើនទៅមាននេះហ្នឹងកាន់តែធ្លាក់ចុះមកណាហើយកាន់តែស្លូតញោមចិត្តដែលវាធ្លាប់ដេរដ្ឋីវាស្អាតដែលវាប្រឡាក់ដោយទោសៈប្រឡាក់ដោយមោហៈលោភៈហ្នឹងវាថមថយស្លូតអនុញ្ញាតឲ្យជនដទៃចូលទៅចិត្តបុគ្គលនោះដោយមេត្តាធម៌ញាតិញោមមើលព្រះសម្មាសម្ពុទ្ធជាព្រះអរហន្តហើយសូម្បីតែបុគ្គលដែលសុំទានណាក៏ចូលទៅចិត្តព្រះអង្គបានដែរអញ្ចឹងមានន័យថាចិត្តដែលអប់រំដែលឥឡូវយើងកុំនិយាយដល់បតីដល់ពុទ្ធវិស័យថាខ្ពស់ពេកនិយាយត្រឹមតែធម្មតាបុគ្គលណាមួយដែលមានមេត្តាធម៌ពិតប្រកបនៅក្នុងចិត្តណាអ្នកដទៃចូលទៅចិត្តដោយក្តីស្រឡាញ់ដោយតិចញាតិញោមណាបុរាណលោកថាធម៌ពិតធម៌មែនហើយយើងចេះតែនិទានយករឿងដំណើររបស់ព្រះអរហន្តនៅក្នុងគម្ពីរដីកាយកមកពន្យល់យើងស្ដាប់ទៅពីរោះដល់ប៉ុន្តែទេសនាអ្នកបង្រៀនធម៌នោះចាំមើលតែចប់ធម្មទេសនាថាដូចជាកាចដាក់គេប្រកាន់មមជាការប្រកាន់មួយដល់ឥតសុខុមហើយម្ចាស់ខ្លួននឹងមើលមិនឃើញហ្នឹងហើយរហូតដល់អ្នកខ្លះប្រកាន់តាំងពីទឹកសុទ្ធឡើងកាលមិនតាន់ធ្វើគ្រូធម៌ឆាន់អីក៏បានឡើងគ្រូធម៌អត់ឆាន់ទេអត់អេវយ៉ងអត់ឆាន់ទេហ្នឹងអូរៀនធម៌យូរចាញ់ទាំងទឹកសុទ្ធផងចឹងខ្ជិលរៀនណាធ្វើតកែទឹកសុទ្ធល្អជាងឃើញទេនេះជាការបដិបត្តិនៅក្នុងជីវិតប្រចាំថ្ងៃយ៉ាងពិតប្រាកដញាតិញោមហើយមនុស្សយើងជាប់ចម្ពាក់តែរឿងអញ្ចឹងតិចហ្នឹងអញ្ចឹងសម្រាប់ពោលមកវិញថាបើសិនជាការបដិបត្តិធម៌របស់អស់លោកសពរោះទៅវាធូរស្បើយវាល្អការបដិបត្តិហ្នឹងត្រូវហើយញោមណាតែបើបដិបត្តិទៅវាធ្វើឲ្យទុកទោមនិញអត់ឈប់អត់ឈរញិសូមពុទ្ធបរិស័ទចូលទៅរួប្រធេរៈឬក៏អ្នកប្រាជ្ញណាសួរលោកសួរឲ្យត្រង់ថាខ្ញុំព្រះអង្គបដិបត្តិធម៌ទៅដូចជាអត់ល្អសោះព្រះអង្គមិនបានសុខទេបានទុករឿងអីជួបលោកអ្នកប្រាជ្ញណាញាតិញោមអង្គណាដែលលោកជាអ្នកចេះដឹងជួយបញ្យល់នឹងជួយដោះនៅវាទៈដោះវាទៈញាតិញោមដោះការយល់ឃើញទិដ្ឋិហ្នឹងរៀនទៅមិនស្រួលវាប្រែคลายឲ្យទៅជាខុសអញ្ចឹងដោះទិដ្ឋិហ្នឹងចេញយល់ខុសហើយតែខុសហើយញាតិញោមណាពាក្យបុរាណមួយប្រុសហ្នឹងញាតិញោមម៉េចអាចារ្យអស់ម៉ោងហ៎ថែមម៉ាត់ទៀត
ញាតិញោមពាក្យបារាណមួយអាត្មាលើកបុរាណអប់រំបែបប្រពៃណីខ្មែរយើងលោកថាខ្លាកាន់សិលអូពាក្យនេះព្រោះញាតិញោមខ្លាកាន់សិលមានន័យថាចិត្តនឹងអត់បានអប់រំល្អសោះតែជាអ្នកសិក្សាធម៌ជាអ្នកកាន់សិលតែចិត្តនឹងវាអត់បានរំងាប់ទេចិត្តនឹងវានៅតែជាខ្លាវានៅតែកាយតែកាន់សិលអូខ្លាកាន់សិលនេះមិនបានទេបើខ្លាអត់កាន់សិលអត់សូវគ្រោះថ្នាក់ទេតែខ្លាកាន់សិលគ្រោះថ្នាក់ព្រោះអ្នកទាំងឡាយគេយល់ថាអ្នកកាន់សិលតាមពិតចិត្តនឹងវាខ្លាលោកព្រៀបចិត្តទេលោកមិនព្រៀបអីទេលោកព្រៀបចិត្តថាចិត្តនឹងវាកាចវាតូមណោះវាខ្លាំងវាបានអត់បានអប់រំព្រះលោកអនបុរាណខ្មែរព្រៀបចិត្តនោះថាជាខ្លាអញ្ចឹងគ្មានណាដឹងជាញោមទេអញ្ចឹងចម្រើនពរប៉ុណ្ណឹងថាបើសិនជាការរស់នៅក្នុងជីវិតប្រចាំថ្ងៃនឹងបានសុខហើយតាំងពីបដិបត្តិធម៌នឹងហើយនឹងត្រូវហើយញាតិញោមណាហ្នឹងហើយនឹងត្រូវហើយតែបើអត់ត្រូវទេសូមចម្រើនពរពុទ្ធបរិស័ទមេត្តាចូលទៅរួប្រធេរៈឬក៏អាចារ្យណាដែលលោកជាអ្នកចេះដឹងហើយជាអ្នកបដិបត្តិនឹងសូមយោបល់លោកដើម្បីដោះនៅវាទៈដោះនៅទិដ្ឋិមិច្ឆាទិដ្ឋិក្តីឬក៏ស្អីយ៉ាងណាក្តីឲ្យលោកជួយនោះហើយជាការដោះស្រាយជាការរួចផុតដ៏ល្អដ៏ប្រសើរសូមអនុមោទនា